នឹងឲ្យតគ្នាពាក់ព័ន្ធជាមួយរឿងលោកទីសក្តាថយឡានកិនក្មេងស្រីអាយុ13ឆ្នាំបាត់បង់ជីវិតម្នាក់ហ្នឹងឥឡូវនេះគឺកំពុងផ្ទុះការវិនិច្ឆ័យខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមនឹងឲ្យអូសទៅកន្លែងណាក៏ឃើញតែរឿងហ្នឹងដែរទោះបីជារំលងមួយថ្ងៃហើយក៏ដោយឥឡូវនេះគឺថ្ងៃទី8សមត្ថកិច្ចក៏បានឆែកឃើញថាលោកត្រីសក្តាហ្នឹងគឺមានសារធាតុញៀននៅក្នុងខ្លួនដែលបណ្ដាលឲ្យលោកបាត់បង់ស្មារតីអំឡុងពេលបើកឡានដោយអ្នកទាំងគ្នាបានដឹងរឿងការពីម្សិលមិញអញ្ចឹងដំបូងគឺលោកត្រីសក្តាបើកឡានប៉ុន្តែលោកបានឈប់នៅកណ្ដាលផ្លូវហើយក៏បានគេងសម្រាកនៅលើឡានហ្នឹងតែម្ដងហើយក៏មានខាងសមត្ថកិច្ចទៅដាក់លោកដើម្បីឲ្យអែបឡានទៅខាងគៀនសិនដើម្បីកុំឲ្យស្ទះផ្លូវសាធារណៈអីចឹងទៅប៉ុន្តែមិនដឹងជាយ៉ាងម៉េចស្រាប់តែលោកបានថយឡានទៅកិនទៅលើម៉ូតូមួយគ្រឿងបណ្ដាលឲ្យមានអ្នករបួសនិងក្មេងស្រីអាយុ13ឆ្នាំម្នាក់បានបាត់បង់ជីវិតហើយក៏មានការផ្ទុះការវិនិច្ឆ័យពាក់ព័ន្ធជាមួយរឿងនឹងច្រើនមែនទែនហើយអ្នកខ្លះក៏បានលើកអំពីគុណសម្បត្តិរបស់លោកពាក់ព័ន្ធជាមួយរឿងការមុនកន្លែងនេះខ្ញុំអត់បដិសេធទេហើយខ្ញុំក៏និយាយបែបតាមលក្ខណៈហេតុផលហ្នឹងហើយឥឡូវនេះគឺធ្វើមិនខ្មិចបើគាត់បានបង្កហេតុបណ្ដាលឲ្យក្មេងស្រីម្នាក់បាត់បង់ជីវិតហើយហ្នឹងទោះបីជារឿងនឹងចេតនាឬមិនចេតនាវាមិនសំខាន់ទេប៉ុន្តែឥឡូវនេះគឺក្មេងស្រីម្នាក់បានបាត់បង់ជីវិតសម្រាប់រឿងហ្នឹងមានតែធ្វើតាមផ្លូវច្បាប់មានតែបងសំណងនឹងធ្វើតាមសមត្ថកិច្ចដែលលោកបានដាក់ទោសទៅតាមអ្វីដែលខាងលោកទីសក្តាបានធ្វើមានតែប៉ុណ្្នឹងឯងមានអីទៅវិញឆ្ងាយបន្តទៀតហើយក៏អត់មានអីត្រូវការ comment ថាគ្នាទៅវិញទៅមកអត់មានទេគឺមានតែធ្វើតាមផ្លូវច្បាប់តែប៉ុណ្្នឹងឯងហ្នឹងឯងតោះគ្នា